Vì cả cam thua mà hộp cục cùng chôn phía sạc rồi bỏ cơm càng ghi hạp quan dù chôn bố chia các pi cho thể thoá đặt nòm đòi nhà ọc nhà lê nào trá ban bắt bên chốc bẩn to pi phần lư sân tập hiệp tam prom đan ban lư lang vĩnh rồi cách prom prin sân tập hiệp Campuchia ng thầy chúng rôm vót phố pram quan đam sọc lên khách pravihia cứ chỉ cố đại trong cõiในពេលសកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេនវត្រាបានរៀបចំគ្រប់គ្រងមហូបជូនប្រជាពលរដ្ឋពិសេសនៅថ្ងៃទី30ខែតុលាឆ្នាំ2025ចាប់តាំងមានការផ្ទុះអាវុធតាមព្រំដែនដែលដើមដោយភាគីថៃកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌រាប់រយនាក់ក៏បានចាប់ផ្ដើមសមរភូមិដែរគឺចុះផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋពិសេសក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលមានប្រមាណជាង770,000នាក់លើគោលដៅចំនួន11ដោយមានការរៀបចំម្ហូប2ពេលជារៀងរាល់ថ្ងៃបេសកកម្មប្រកបដោយស្មារតីមោះមុតមិនរុញរាដើម្បីជាតិប្រជាពលរដ្ឋកម្ពុជាបានធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមគតិសង្ហបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមមានចន្ទរាអភិបាលខេត្តឧត្តរមានជ័យនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ក៏បានបង្ហាញការគោរពដឹងគុណនិងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនូវភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានគ្រប់គ្រងនិងបានបញ្ជាក់ថាការបង្កើតកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាសារវ័នសម្រាប់ប្រជាពលរដ្ឋខ្មែរនិងជិតខាងដែលស្រឡាញ់សន្តិភាព